สุดท้ายบางคนต่างอักเนียไงนี้ยมมีนจมวยนางบางแอมเจคิดดงใจมาใจอมเลยจูแอมบางยมไงนี้ก่อนแต่เคยมีรูปสำหรับบาเกนั่งก็ดังถัดแต่ตีนได้ตอนจังอะไรก็มาคัดไปยูมาเมื่อปีระเบียบเฟอร์ก็ได้จิกลิมซัมบางยมต่างอักเนียเจคิดไงนี้คือเหียงพลายติดตัวจมวยนางมีหน่วยเจคิดมวนในยมบ้านเฟอร์จมวยนางวิดีโอใจอมเลยบางปอนะยูรุมตะก็เหียงยูได้จังไงนี่คือยมมัชในจมวยเจคิดได้ปันใต้แบบเหียงกอนกัดติดตัวได้ซาตายมปลาจมวยนางใจจ้าไงนี่คือยมปลาจมวยนางใจตมเตะนี่ยมมีนจมวยนางพลายใจนั่นคือมาสนัดให้กระโดดจิตดงใจđể thưa ca cao ruột nè á thì chúng ta cứ bài mà một đi cứ vì ở Phật khát lỡ chơi cho mùi nặng đông chơi nặng đài em ngày nắng cứ nhom ở đại cho mùi nặng tật thò mà đa tới cứ nhom ra cho mùi nặng tật đông có đôi chỉ tít đông cái nắng cứ nhom thưa ca cắt ba có đôi chỉ cắt cho mùi nặng ở cái này càng trong vì nắng đầm bấy vô vì tại đã tram cho mùi nặng tật bờ có đôi chỉ cái mẹ ở bị ở chỗ á mới chỉ muốn cứ qua cho nồi cho mùi nặng chỉ tít ba chơi trồ cho bố nhom đôi cái cứ cho chặt cho mùi nặng chơi hiền trồ đá ta để sao ta mà nói ngay ní cứ bà sinh chỉ dừng vô chơi trồ mà thưa cứ vì hiền và bạn nặng chặt các bạch một ca đi ha chân cứ nhom do cho mùi nặng chạy chát để sao ta chạy chát cứ viên nó miên sạch chạy hiền răng sủa dương chặt chỉ các bạch ca ta cứ vì hiền từ nòng chiên chạy tôm trồ á để sao ta chạy tôm trồ nó cứ ở vì hiền ít bà sinh chỉ dừng đại đồng ngõ vì hiền là lùi tít tới á chân nhom pra cho mùi nặng chạy chán chân và sinh chỉ bông pon trong cho nổi tới cho mùi nặng chạy tôm chân nó có bàn chạy nó nhom đã tram cho mùi nặng cởi ma có đôi chim bờ ai vì cắt cho mùi nặng cho sinh hay chỉ bắt tó cứ nhom đã nam tật ở bút nhom băng bờ trồ tít tới hai tập nhom đã băng cho mùi nặng play chạy nặng trồ tới chạyนี่คือnhom đã đồng ngõ ngao vì hiền du đáคือmột hai tí đã tật mà là mồm lệch cho mùi nặng chạy tới đời xa chạy ngheนี่คือhiền tràn đóคือmột snat áแต่bà sinh chỉ bông pon phơi bạn màn đen tít chân nóยังไอ้เลยหลอกตกngaoตามนางอะไรนี่chạy ngao bao nhomนั่นคือบานอันปนังรออะไรจังยมไอ้ធ្វើការបាត់ភ្លើងដាក់ចោះបានហើយនឹងធ្វើការស្រង់វាត្រាំជាមួយនឹងទឹកត្រជាក់យើងធម្មតាមិនតកកឯណាបងប្អូនគឺទឹកត្រជាក់ធម្មតាដើម្បីឲ្យវារៀងត្រជាក់តិចគឺយើងស្រួលបកឬក៏យកវាមកចិតចាក់ក្បាច់អីហ្នឹងគឺងាយស្រួលនៅពេលដែលចេកយើងត្រជាក់កន្លែងត្រាំចេកនេះគឺខ្ញុំដាក់ទឹកមកច្រើនរៀងលិចចេកដូចគ្នាអញ្ចឹងខ្ញុំត្រាំវាទុកចោលតទៅចេកនឹងត្រជាក់ទៅខ្ញុំយកវាមកចិតសម្រាប់បងប្អូនដែលគាត់ចង់ចាក់ក្បាច់ផ្កាគឺវាបែបងាយៗដូចយើងចិតក្រត់ចិតអីដែរហ្នឹងបងគឺខ្ញុំធ្វើការបកសបកចេកក៏ដូចជាផ្នែកសរសៃវាហ្នឹងគឺខ្ញុំបកវាចោលណាបន្តមកទៀតខ្ញុំយកកំបិតមួយមកចិតវារៀងទូចល្មមយើងកុំចាក់វាជ្រៅពេកបើសិនជាយើងសកាត់វារៀងជ្រៅពេកគឺសាច់ចេកនឹងរៀងបែកហើយគឺវាអត់ចេញម៉ូតកន្លែងនេះបងប្អូនស្រឡាញ់ប្រហែលចុំយើងអាចកលឹងប៉ុណ្ណឹងចុំណាដូចខ្ញុំកលឹងតែ4ចុំហ្នឹងគឺអូខេហើយអញ្ចឹងខ្ញុំយកវាមកកាត់ជាកង់ទៅគឺប្រវែងកន្លះថ្នាំងដៃនឹងឯងអញ្ចឹងខ្ញុំចិតវាបែបហ្នឹងបន្តទៅគឺបានមកកញ្ច្រែងជាមួយនឹងចេកបងអាម៉ូតនេះមើលមកគឺសម្រាប់របស់គេគឺតាក់ទាញដោយសារតែតំណងជាមួយនឹងផ្លែចេកយើងហ្នឹងហើយប៉ុន្តែបើសិនជាបងប្អូនដែលគាត់ខ្ជិលអត់ចូលចិត្តជិបហ្នឹងគឺមិនបាច់ធ្វើទេដោយសារវារៀងចំណាយពេលយូរដែរសម្រាប់បងប្អូនដែលចូលចិត្តបែបជិបខ្ជូតហ្នឹងគឺត្រូវឲ្យ recommend ជូនមកមុខនេះគឺអាចសាក់លបងធ្វើបានទាំងមានរសជាតិឈ្ងុយឆ្ងាញ់ក៏ដូចជាតំណងមើលទៀតនិយាយរួមទៅគឺមើលមកគឺចឹងឥឡូវចូលដល់វគ្គចម្អិនបង្អែមយើងហើយគឺខ្ញុំចាក់ជាមួយនឹងទឹកដូងមួយផ្លែបានទឹកដូងប៉ុណ្ណឹងក៏ដូចជាខ្ទិះដូងនេះគឺខ្ញុំទិញកន្លះគីឡូអញ្ចឹងខ្ញុំបែងចែកជាមួយនឹងផ្នែកក្បាលខ្ទិះហ្នឹងដាក់ចូលគ្នាហើយជាបន្តគឺខ្ញុំបង់ជាមួយនឹងស្លឹកតើយដើម្បីឲ្យវាមានក្លិនឈ្ងុយប្រហើរទើបខ្ញុំចាក់ជាមួយនឹងចេកចូលហើយកន្លែងចេកដែលខ្ញុំធ្វើការកន្លងវានៅសល់សាច់ហ្នឹងក៏ខ្ញុំចាក់ចូលទាំងអស់គ្នាដែរកុំអត់បន្ទាប់មកខ្ញុំធ្វើការបិទគម្របនិងរក្សាវាទុកប្រហែលជារំងាស់ចោល5នាទីហ្នឹងជាបន្តគឺខ្ញុំបើកគម្របហើយខ្ញុំធ្វើការកូរមើលដោយសារតែចេកយើងគឺយើងបានស្ងោរវាឆ្អិនម្សៅនេះគឺខ្ញុំចាក់ជាមួយនឹងស្ករសចូលក៏ដូចជាទឹកដោះគោខាប់ហើយនឹងអំបិលនិយាយរួមទៅបង្អែមមិនអាចចោលអំបិលបានទេមកចាប់កណ្ដាលគឺដាក់ដើម្បីឲ្យវាផ្អែមមុតណាឬក៏វាអត់ភ្លាវនិយាយរួមទៅយើងប្រើអំបិលទៅគឺជំនួយឲ្យផ្អែមយើងហ្នឹងគឺវាអត់ផ្អែមភ្លាវទេខ្ញុំក៏បានបន្ថែមជាមួយនឹងម្សៅពោតលាយទឹកដើម្បីឲ្យផ្អែមហ្នឹងគឺវារៀងខាប់តិចៗជាបន្តគឺខ្ញុំចាក់ជាមួយនឹងសាច់ដូងខ្ចីចូលនិយាយពីថាបង្អែមនេះតំណងជាងគេគឺចេកជាមួយនឹងដូងខ្ចីចូលហ្នឹងគឺបង្អែមយើងបានរួចរាល់ហើយយើងអាចធ្វើការបាត់ភ្លើងដាក់ចុះទៅនិយាយរួមទៅគឺចំណាយពេលបែបរៀងយូរដែរដោយសារតែយើងចំណាយពេលចាក់ក្បាច់ជាមួយនឹងចេកប៉ុន្តែបង្អែមមួយមុខនេះគឺតំណងញ៉ាំអញ្ចឹងបើសិនជាបងប្អូនមានបនទៀនឬក៏រវល់ជប់ជុំបងប្អូនហើយចង់ធ្វើផ្អែមញ៉ាំអត់ដឹងធ្វើផ្អែមអីញ៉ាំគឺអាចសាក់ឥឡូវនេះបង្អែមចិត្តទីដូងខ្ចីរបស់ខ្ញុំហ្នឹងគឺបានចំអិនរួចរាល់ហើយអញ្ចឹងយើងមកមើលពីសម្រាប់របស់គេចិត្តវិញតើឥឡូវនេះខ្ញុំធ្វើការភ្លក់ជូនបងប្អូនទស្សនាគឺដាក់ចេកជាមួយនឹងសាច់ដូងចូលក្នុងមាត់មួយម៉ាត់ទៅនិយាយពីថាអើយឡើងឆ្ងាញ់បងប្អូនអើយនិយាយរួមគឺឈ្ងុយហ្មងវីដេអូចែកម្លែករបស់ខ្ញុំគឺឈានដល់ទីបញ្ចប់ហើយសូមអរគុណច្រើនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាចូលចិត្តរកវីដេអូចែកម្លែករបស់ខ្ញុំជួយចុច follow page ខ្ញុំម្នាក់មួយផងណាជម្រាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយ